លោកអ្នកប្រហែលជាបានស្គាល់លោក Nick Vujicic នៅក្នុងវីដេអូមុនខ្លះៗហើយដែលលោកគឺជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តហើយជាជនម្នាក់ដែលពុំមានដៃពុំមានជើងតែជីវិតរស់នៅប្រកបដោយក្តីសង្ឃឹមថ្ងៃនេះ VEducate នឹងធ្វើការស្រង់ឡើងនៅសម្ដីទាំង10របស់លោកដែលអាចជួយលើកទឹកចិត្តអ្នកឲ្យងាកមកស្រឡាញ់ពេញចិត្តនៅអ្វីដែលខ្លួនមានបន្តធ្វើអ្វីដែលខ្លួនចង់ធ្វើហើយខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅដែលខ្លួនចង់បានដោយមិនធ្វើការប្រៀបធៀបជីវិតរស់នៅរបស់ខ្លួនឯងទៅនឹងអ្នកដទៃលោក Nick Vujicic ឬមានឈ្មោះពេញថា Nicholas James Vujicic កើតនៅថ្ងៃទី4ខែធ្នូឆ្នាំ1982សញ្ជាតិអូស្ត្រាលីលោកគឺជាអ្នកនិយាយបំផុសគំនិតនិងលើកទឹកចិត្ត motivational speaker ដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោកអ្វីត្បិតតែកើតមកគ្មានដៃគ្មានជើងលោក Nick Vujicic បានខិតខំយ៉ាងខ្លាំងដើម្បីអាចរស់នៅនិងធ្វើការផ្សេងៗដូចជាមនុស្សទូទៅជាពិសេសនោះលោកអាចលេងកីឡានិងសកម្មភាពមួយចំនួនបានទៀតផងការខិតខំប្រឹងប្រែងនិងការតស៊ូជំនះឲ្យបានគ្រប់យ៉ាងនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយបច្ចុប្បន្នលោកនេះគឺជាមនុស្សពូកែខាងផ្នែកវោហារសាស្ត្រនិងមានជំនាញលើកទឹកចិត្តនិងបណ្ដុះបណ្ដាលភាពជោគជ័យដល់មនុស្សជាច្រើននៅក្នុងលោកត្រូវបានគេមើលងាយថាមានសភាវៈរាងកាយមិនគ្រប់គ្រាន់តែលោកនៅតែរស់នៅប្រកបដោយក្តីសង្ឃឹមហើយបានប្រើជីវិតយ៉ាងរីករាយជាមួយនឹងក្រុមគ្រួសាររបស់លោកខាងក្រោមនេះគឺជាសម្រងសម្ដីមួយចំនួនដែលអ្នកទាំងអស់គ្នាអាចរៀនសូត្របានពីលោក Nick Vujicic 1នៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់ក្តីស្រមៃរបស់អ្នកត្រូវតែជំរុញខ្លួនឯងឲ្យតស៊ូបន្តមួយថ្ងៃទៀតមួយសប្តាហ៍ទៀតនិងមួយឆ្នាំទៀតអ្នកនឹងទទួលបានផលយ៉ាងអស្ចារ្យពីអ្វីដែលកើតឡើងនៅពេលដែលអ្នកមិនបោះបង់ 2. ខ្ញុំត្រូវតែព្យាយាមម្ដងហើយម្ដងទៀតពីព្រោះបើពេលដែលខ្ញុំបោះបង់ខ្ញុំប្រកាសជាបរាជ័យហើយ 3. ឧបសគ្គក្នុងជីវិតរបស់យើងគឺដើម្បីពង្រឹងជំនឿជឿជាក់លើខ្លួនឯងនិងពុំមែនដើម្បីឲ្យយើងចុះចាញ់នោះទេវាជាការកុហកដែលគិតថាអ្នកមិនល្អគ្រប់គ្រាន់ហើយវាជាការកុហកដែលគិតថាអ្នកមិនមានតម្លៃអ្វីនោះទេ 4. ប្រសិនបើអ្នកចង់បានមិត្តល្អចូលធ្វើជាមិត្តល្អរបស់អ្នកដទៃប្រសិនបើអ្នកគ្មានក្តីសង្ឃឹមចូលអ្នកធ្វើជាអ្នកផ្ដល់ក្តីសង្ឃឹមឲ្យអ្នកដទៃ 5. ដរាបណាអ្នកនៅតែព្យាយាមតែងតែមានឱកាសក្នុងការក្រោកឡើងវាមិនមែនជាទីបញ្ចប់នោះទេ 6. ត្រូវដឹងគុណចំពោះអ្វីដែលអ្នកមានឬត្រូវសប្បាយចិត្តចំពោះអ្វីដែលខ្លួនមាន 7. ការលើកទឹកចិត្តនឹងធ្វើឲ្យអ្នករស់បានមួយថ្ងៃប៉ុន្តែបំផុសគំនិតឲ្យអ្នករស់បានមួយជីវិត 8. គ្មានផ្លូវណាដែលចិត្តនិងងាយស្រួលដើម្បីទៅដល់សុភមង្គលដ៏វែងឆ្ងាយនិងអមតៈនោះទេ 9. ជីវិតនេះពោរពេញទៅដោយបទពិសោធន៍ដ៏អស្ចារ្យប្រសិនបើយើងផ្ដល់ឱកាសឲ្យវានិងទី10ការប្រថុយមានពីរប្រភេទគឺប្រថុយដោយការព្យាយាមនិងមិនព្យាយាមប្រសិនបើជាអ្នកតើអ្នកនឹងជ្រើសរើសយកការប្រថុយប្រភេទទី1ឬទី2